សួរហ្វានទាំងអស់គ្នាជាទីស្រឡាញ់ចា៎ថ្ងៃនេះមកជួបជាមួយនាងខ្ញុំជាថ្មីនៅក្នុងសម្ដែងខ្សែភាពយន្តដែលមានចំណងជើងថាបំពេពេលវេលាសង្គ្រោះម្ដាយដែលជាភាពបញ្ចប់ចា៎តាមមកដល់ពាក្យមុនគឺយើងដល់តួស្រីរបស់យើងចូលក្នុងស្ថានភាពហើយក៏លើសំឡេងអានហៅបាយជាមធ្យោបាយរបស់គូចាស់ហៅទេដែលគាត់របៀបថាបោកតួស្រីឲ្យតួស្រីចូលក្នុងផ្ទះតែតាមពិតតួស្រីយើងដឹងគ្រប់យ៉ាងទាំងអស់តាមពិតគឺជាអន្តៈរបស់តួស្រីយើងវិញទេដែលចាប់គូចាស់ហៅនឹងដើម្បីឲ្យគូចាស់ហៅនឹងរើខ្លួនអត់រួចចាព្រោះអីសាច់រឿងទាំងអស់ត្រូវបានដឹងទៅហើយគ្រាន់តែយាតបងវាយតួស្រីត្រូវបានចាប់ចងដោយកូនចៅរបស់តួស្រីយើងជាប់ឲ្យគូចាស់ហៅពេលហ្នឹងគឺចាប់សពគ្រប់ត្រង់នេះឯងពេលហ្នឹងណាគូចាស់ហៅហ្នឹងនៅតែនិយាយជាមួយនឹងតួស្រីយើងថាគេបានបកគលអានហ្នឹងទៅឲ្យអ្នកមើលថែនឹងរួចហើយគេមិនបានចាប់អានទេហើយពេលហ្នឹងតួស្រីក៏និយាយថាជឿអត់ថាអានជាកូនរបស់លោកតែហេតុអ្វីបានជាលោកនឹងប្រាស្រ័យរៀងដើម្បីសម្រេចគោលដៅទៅវិញហើយទៅជួយចាក់ហៅនឹងអត់ជឿទេគាត់ក៏បាននិយាយថាស៊ីវ៉ាន់បាននាងនិយាយអីអញ្ចឹងខ្ញុំមិនដែលស្រឡាញ់នាងចង់និយាយថាមិនដែលបាននៅជាមួយនឹងតួស្រីយើងម្ដងទេតែក្មេងមកពីណាឯកសារនឹងបោកបឆោតហើយពេលហ្នឹងទៅកូនចៅថាបរោះនឹងរំខានខ្លាំងណាស់ឲ្យធ្វើមិនជាមួយគាត់អបចោលឬក៏បញ្ជូនទៅប៉ូលីសចំណែកគូចាស់ហៅថាខ្ញុំអាចទៅប៉ូលីសបានទេទៅអំបោះតួស្រីយើងហើយក៏បើតួស្រីយើងដោយរំលឹករឿងចាស់គេធ្លាប់បានជួយតួស្រីយើងចឹងណាហើយពេលហ្នឹងតួស្រីយើងក៏ងក់បន្តិចដែរក៏ប៉ុន្តែពេលហ្នឹងតួប្រុសរបស់យើងគាត់បានមកដល់ដោយសារតែគាត់បាននិយាយពីរឿងអតីតកាលដែលតួស្រីយើងហ្នឹងគាត់គួរថ្នាក់ចរាចរណ៍ហើយគេបានជួយចឹងណាតែពិតកុហកសតនិយាយកុហកមិនទាន់ចាប់សពគ្រប់ផងតួប្រុសរបស់យើងបានមកដល់បើសិនជាតួប្រុសយើងមិនមកដល់ទេហ្វូចាហាវនេះប្រកាសជាបោកតួស្រីយើងអស់សាច់តែម្ដងហើយដោយសារតួស្រីយើងពេលហ្នឹងគាត់របៀបថាហូរសន្លប់អីបន្តិចអញ្ចឹងទៅភ្នែកក៏មើលមិនច្បាស់អត់ដឹងថាជាអ្នកណាទេចាំបានតែខ្លួនឯងហ្នឹងបោជាយអាវរបស់អ្នកដែលបានជួយគាត់ហើយតួប្រុសយើងពេលហ្នឹងក៏មកដល់យ៉ាងសង្ហាតែម្ដងហើយធ្វើឲ្យគូចាស់ហៅហ្នឹងគឺមានការភាំងខ្លាំងមែនតើដោយសារអីនឹកឃើញថាតួប្រុសរបស់យើងខ្លាយទៅជាមនុស្សរុក្ខជាតិហើយពេលដែលឃើញតួប្រុសរបស់យើងគាត់ភាំងហើយចំណែកតួស្រីយើងក៏អន់ចុះហើយក៏និយាយថាលោកដឹងខ្លួនហើយមែនហើយពេលហ្នឹងគូចាស់ហៅក៏ថាមិនបានជាបែបនឹងដល់របៀបណាក៏ឯងខ្លាចជាមនុស្សរុក្ខជាតិហើយតាតួប្រុសថាបើសិនជាយើងមិនធ្វើអញ្ចឹងទេមិនអាចឲ្យឯងបង្ហាញរូបពិតរបស់ឯងបានទេចាហៅថានេះទាំងអស់គ្នារួមគំនិតរបស់ខ្ញុំមែនពេលហ្នឹងតួប្រុសក៏និយាយថាគម្រោងអភិវឌ្ឍនៅភាគខាងលិចចាឥឡូវខ្ញុំបានបកគលអ្វីៗហ្នឹងទៅឲ្យប៉ូលីសរួចអត់ហើយអំពីគម្រោងឯងបោកប្រាស់ទាំងប្រមាណម៉ានឯងថាទៅជាប់គុកអីចឹងពូចាស់ហៅលឺតែអញ្ចឹងក៏ទៅបងប្រថមនឹងលេខខ្ញុំទៅខ្ញុំមិនចង់ជាប់គុកទេអីចឹងណារួមទៅបង្វល់តួប្រុសយើងថាបើសិនជាគេជាប់គុកទៅប្រកាសជាប៉ារបស់គេហ្នឹងដេញម៉ាក់របស់គេចេញហើយគេសុខចិត្តផ្ទះភ្លៀងខ្លួនឯងដើម្បីកុំឲ្យតួប្រុសយើងប្តឹងប៉ូលីសគេខុសហើយខ្ញុំខុសហើយបង្វល់តួប្រុសយើងខ្លាចធម្មតាខ្លួនឯងត្រូវបានប៉ារបស់គាត់ដេញចេញពីផ្ទះដែរអញ្ចឹងណាពេលហ្នឹងគាត់ក៏និយាយថាបងធំបងស្រឡាញ់វ៉ាន់មិនមែននាងក៏ស្រឡាញ់បងដែរគាត់មិនដែលបកគលខ្លួនប្រាណឲ្យខ្ញុំប៉ះទេតួស្រីផ្ទះម្ដាយផាច់កូននោះមិនមែនជាកូនរបស់ខ្ញុំទេគេប្រាប់អញ្ចឹងទៀតហើយតួស្រីយើងថាពូចាស់ហៅលោកធ្វើឲ្យខ្ញុំឈឺចាប់ណាស់ពេលហ្នឹងពូចាស់ហៅក៏និយាយថាវ៉ាន់បើសិនជានាងមិនឈប់រៀបការជាមួយខ្ញុំតែពីមានរឿងបែបនេះកាត់ឡើងដោយរបៀបណាតែគាត់ថ្នាក់នេះកាត់ឡើងដោយរបៀបណានេះដោយសារតែនាងមិនព្រមរៀបការជាមួយនឹងខ្ញុំទៅពីមានរឿងនឹងកាត់ឡើងមានទៀតកូនហ្នឹងមិនមែនជាកូនរបស់ខ្ញុំទេតែបើមិនមែនទៅព្រោះតែគាត់ទេក៏វាមិនមានរឿងនឹងកើតឡើងដែរនេះប្រហែលជាខ្ញុំទទួលបានភាគហ៊ុនទៅហើយពេលហ្នឹងហើយទៅតង្វល់បងប្រុសធំទៀតបងប្រុសធំខ្ញុំដឹងខុសទៅហើយសំវបងលើកលែងខ្ញុំទៅហើយភាគហ៊ុនរបស់ហ៊ុនរបស់តួស្រីដែលបកគលឲ្យគេហ្នឹងគេនឹងព្រមបកគលទៅឲ្យតួស្រីវិញសុំតែកុំឲ្យប្តឹងប៉ូលីសទៅពេលហ្នឹងតួប្រុសគាត់បាននិយាយថាភាគហ៊ុនទាំងអស់ទៅបានផ្ទេរទៅឲ្យរូបគាត់អត់ទៅហើយมันមានអីនោះទេกระดาษនឹងប៉ុន្តែជាกระดาษធម្មតាกระดาษសម្រាមអត់មានប្រយោជន៍អីទាំងអស់ក៏ដល់ពេលអញ្ចឹងពូចាស់ហៅនឹងភាំងតែហ្មងអត់ដឹងថាគេបោកតាមពីដើមអញ្ចឹងហើយពេលហ្នឹងគាត់ក៏ចាប់ដើមបើកกระดาษមើលហើយមើលទៅឃើញញាក់សាច់តាមពិតទៅគេបោកតាមពីដើមមកហើយពេលហ្នឹងប៉ូលីសក៏មកដល់ណាពូចាស់ហៅដល់ពេលអញ្ចឹងក៏លោកពូចាស់ហៅត្រូវបានចាប់ខ្លួនហើយសូមអញ្ជើញទៅប៉ុស្តិ៍ប៉ូលីសជាមួយនឹងខ្ញុំហើយពេលហ្នឹងគាត់ក៏បានស្រែកបងប្រុសធំជួយផងបងប្រុសធំកុំធ្វើអញ្ចឹងអីពេលហ្នឹងទៅតួប្រុសក៏មិនបានជួយអីដែរហើយក៏ពេលហ្នឹងគាត់ក៏របៀបថាទៅបញ្ជាអស់កម្លាំងក៏សន្លប់ទីងទៅហើយពេលហ្នឹងក៏នៅមន្ទីរពេទ្យចំណែកឯអ្នកចូលមកមើលនេះមិនមែនជាគ្រូពេទ្យធម្មតាទេគឺនាងកិនចៅនឹងឯងគេមកនិយាយថាបានព្យាយាមអស់លទ្ធភាពដើម្បីធ្វើឲ្យក្រុមហ៊ុនស៊ីហ្នឹងផ្ទេរភាគហ៊ុនទៅឲ្យពូចាស់ហៅតែឯងបែរជាបំផ្លាញរឿងល្អទាំងអស់ហើយចាប់ពូចាស់ហៅដាក់គុកទៀត
បើសិនជាគ្មានឯង Fu Ti Chang ខ្ញុំនឹងបានរៀបការចូលទៅគោ Fu Yu ហើយចង់ទៅច្បាច់កតួប្រុសរបស់យើងមិនតាន់បានច្បាច់កផងក៏លឺសលេងអានអញ្ចឹងណាបើនឹកឃើញថាអូអានមកអញ្ចឹងចាត់ការទាំងពីរទាំង3នឹងត្មងទៅដើម្បីឲ្យចប់រឿងតែម្ដងអញ្ចឹងណាពេលហ្នឹងណាក៏លោបចាំមើលអានចូលមកធ្វើមិនដឹងពេលហ្នឹងណាដល់ពេលអានចូលមកយើងក៏ចាប់អានជាប់ហើយរបៀបថាចង់ធ្វើបាបអានឲ្យស្លាប់យកអរិញកត្រៃអីមកភ្ជុងកចំណែកតួប្រុសរបស់យើងក៏មកដឹងខ្លួនណាតួស្រីយើងជាមួយនឹងលេខាក៏រត់មកទៅហេបទៅហោបហើយឲ្យដោះលេងអានទៅហើយម៉ាក់ហ្នឹងតួប្រុសរបស់យើងហ្នឹងគាត់បានដឹងខ្លួនអញ្ចឹងគាត់ក៏សញ្ញោទៅខាងលេខាហ្នឹងណាឲ្យនៅស្ងៀមគាត់នឹងចាត់ខ្ចែងអីអញ្ចឹងណាដើម្បីកុំឲ្យអានមានគ្រោះថ្នាក់ហើយពេលហ្នឹងតួស្រីក៏និយាយលួងលោមណាអានហ្នឹងគ្មានកំហុសទេដល់លេងនាងទៅហើយពេលនេះក៏និយាយថាគ្មាននរណាម្នាក់នៅទីនេះមានកំហុសទេមែនអត់ហើយក៏គំរាមតួដល់ចង់ចាក់អានហ្នឹងតួប្រុសយើងចាប់ដៃជាប់វត្តទៅក្រោយចាប់ស្លាប់បជាជាប់ប៉ុណ្ណេះហើយហ្នឹងតាណារួចញ៉ាអើយនៅក្នុងពេលហ្នឹងលេខាក៏សួរថាទៅធ្វើម៉េចជាមួយនឹងគេអញ្ចឹងណាហើយយើងនិយាយលេងខ្ញុំទៅដល់ពេលអញ្ចឹងតួស្រីរបស់យើងថាឆប់ធ្វើបាបអានកូនរបស់គេប៉ុណ្្នឹងហើយអម៉េចមិនចង់ធ្វើអីជាមួយកូនគាត់ក៏បានរើសកប៉ិតដែលប្រងចាក់អរិញកូនអានរបស់គាត់ហ្នឹងក៏យកទៅគម្រាមអរិញយើងឲ្យនាងនឹងខ្លាចទៅហ្មងពេលហ្នឹងតួស្រីយើងដើរធ្វើមុខលំមខ្លាំងហ្មងរបៀបថាចង់យកទៅចាក់មានរហូតដល់អានបិទភ្នែកហើយក្នុងពេលហ្នឹងមិនតាន់បាននឹងឆោតមុខផងនាងសន្លប់ទៅហើយពេលហ្នឹងតួប្រុសក៏និយាយថាតើអូនចង់ធ្វើអីគេដល់ពេលអញ្ចឹងទៅតួប្រុសថាតួស្រីថាចាខ្ញុំគាត់ទៅវិបកខ្លះណាដឹងថានាងខ្លាចដល់ថ្នាក់ហ្នឹងសន្លប់បាត់ហើយសាច់រឿងរបស់យើងហ្នឹងក៏បានកាត់ទៅដល់តួប្រុសរបស់យើងគឺគាត់អាចត្រឡប់ទៅផ្ទះបានហើយចំណែកឯនាងចៅនេះត្រូវបានយកទៅបបិទ្ធរួចរាល់ដូចគ្នាហើយពេលហ្នឹងតួប្រុសហ្នឹងក៏បាននិយាយថាគ្រូពេទ្យហ្នឹងថាខ្ញុំអាចនឹងត្រឡប់មកផ្ទះវិញបានហើយដោយសារតែគេយូរពេកទៅក៏ជាប់ទៅសាច់ទៅសូងអស់ហើយសម្រាប់ឲ្យបានល្អទៅដល់ពេលអញ្ចឹងទោះស្អីយើងឲ្យគាត់អង្គុយចោះហើយគាត់ក៏និយាយថាបេសកកម្មគាត់បានសម្រេចហើយគាត់ទៅវិញអញ្ចឹងតួប្រុសក៏ទាញមកអង្គុយលើអញ្ចឹងទៅហើយគាត់ពេលហ្នឹងក៏របៀបថាចង់បង្កាត់ភ្លើងរ៉ូម៉ាន់ទិកណាហើយក៏និយាយថាអាននៅនឹងទេកុំឲ្យធ្វើអីពេលហ្នឹងងាកទៅមើលអានបិទភ្នែកហើយអានថាធ្វើបន្តជាចោះខ្ញុំអត់ឃើញអីទាំងអស់ធ្វើចោះអត់អីទេអានក៏រត់ទឹកបានហើយនៅពេលហ្នឹងតួប្រុសរបស់យើងក៏សម្លឹងមុខតួស្រីរបស់យើងនឹងដូចថៃក្រឹមអញ្ចឹងហ្វេនហើយក្នុងពេលហ្នឹងក៏ចាប់ផ្ដើមថើបតួស្រីរបស់យើងហើយចំណែកឯអានវិញគាត់មើលហើយគាត់ក៏និយាយក្នុងចិត្តគាត់ថាទីបំផុតម៉ាក់មិនបាច់ចាំបាច់រៀបការជាមួយនឹងប៉ាទៀតទេម៉ាក់ពេលហ្នឹងនឹងបានរីករាយសប្បាយហើយមិនជួបបញ្ហាដូចមុនណាហើយចំណែកខ្លួនគាត់វិញក៏ចិត្តរលាយអស់ទៅហើយដោយសារតែដៃជើងរបស់គាត់ចិត្តរបៀបថារលាយដោយសារតែអតីតកាលតួស្រីយើងអត់បានរៀបការជាមួយនឹងហូចាហៅផងតើបានអានមកពីណាហើយពេលហ្នឹងស្រីរឿងយើងកាត់មកដល់ពេលយប់ហើយអានហ្នឹងគាត់ដឹងខ្លួនថាគាត់នឹងច្បាស់ជារលាយហើយពេលហ្នឹងគាត់ក៏បានអូសម៉ាក់របស់គាត់ឲ្យចូលទៅនៅក្នុងបន្ទប់របស់តួប្រុសរបស់យើងធ្វើជាឆឹងហ្នឹងណាដើម្បីឲ្យបានគេធ្វើជាប៉ាម៉ាក់កូនគ្នាហើយពេលហ្នឹងតួស្រីរបស់យើងក៏បានដើរទៅហើយចូលក្នុងបន្ទប់តួប្រុសក៏ដើរជិះមកបាត់នៅមិនតាន់អស់ហ្នឹងតួស្រីយើងក៏ដាក់ភ្នែកទៅឃើញ six pack របស់តួប្រុសអីយោយក៏មានអារម្មណ៍ថាអៀនតួប្រុសយើងដែរតួប្រុសយើងក៏សួរថាមានកាអីមកទីហ្នឹងហើយពេលហ្នឹងទៅតួស្រីយើងហ្នឹងក៏និយាយថាអានហ្នឹងគាត់ចង់នៅជាលក្ខណៈប៉ាម៉ាក់កូនអញ្ចឹងគាត់សុំឲ្យគេងជាមួយគ្នាអញ្ចឹងណាពេលហ្នឹងអានក៏រត់ចូលមកថាប៉ាម៉ាក់កូនចង់គេងជាមួយនឹងប៉ាម៉ាក់ជាលក្ខណៈគ្រួសារមួយគ្នាតើបានអត់តួប្រុសរបស់យើងហ្នឹងក៏គាត់មិនប្រកែកហ្នឹងតួស្រីក៏សួរថាតើលោកអាចធ្វើជាប៉ារបស់អានបានអត់ហើយពេលតួប្រុសក៏អត់ប្រកែកហើយក៏បានដាក់ឡើងទៅគេងនៅលើគ្រែចំណែកឯអានក៏ប្រាប់ម៉ាក់ថាម៉ាក់អោបខ្ញុំបន្តិចមកពេលហ្នឹងតួស្រីរបស់យើងក៏បែរទៅឲ្យអោបអានអញ្ចឹងណាហើយអានក៏យកដៃទៅប៉ះដើមទ្រូងរបស់តួប្រុសហើយតួស្រីក៏ថាអានឡើងទៅងន់កាំងពីកាលសាច់ល្អម្ល៉េះហើយទៅពេលដាក់ភ្នែកទៅមិនតែឃើញអានអីឃើញតួប្រុសនឹងឯងហើយពេលហ្នឹងអានក៏ហៅតួប្រុសហ្នឹងឲ្យអោបគេដូចគ្នា
ក្នុងពេលហ្នឹងតួប្រុសរបស់យើងនឹងក៏ដាក់ដៃឲ្យគេងពីលើដៃអញ្ចឹងណាហើយក៏បានអោបទៅចាប់ដៃរបស់តួស្រីយើងនឹងឯងឡើងស្វីតត្មងហើយពេលនេះតួស្រីយើងហ្នឹងក៏គាត់ថាអូយតួប្រុសគេធ្វើវាដោយចេតនាដែលប៉ះដៃគាត់អញ្ចឹងណាហើយក៏ស្នំហៀគេងហើយទាំងពីរនាក់ហ្នឹងបានគេងលក់ចំណុចអានណាបានមើលមុខរបស់ពួកគាត់ទាំងពីរនាក់ហើយហ្នឹងក៏បានសម្រូតចោះទៅហើយតួប្រុសតួស្រីយើងហ្នឹងក៏បានគេងតែពីរនាក់អោបគ្នាអញ្ចឹងទៅណាហើយតួអានហ្នឹងក៏បានយកភួយមកទៅដាក់ឲ្យម៉ាក់គេហើយក៏បាននិយាយថាគុណណៃអ្នកម៉ាក់សម័យសុបិនល្អហើយពេលហ្នឹងគាត់ក៏ដឹងខ្លួនថាខ្លួនឯងហ្នឹងវាចិត្តទៅហើយក៏អង្គុយអស់សង្ឃឹមមើលដៃខ្លួនឯងដែលចិត្តនឹងរលាយហូរទឹកភ្នែកសំណោះខ្លួនឯងសំណោះម្ដាយដែរហ្នឹងណាដល់ពេលហ្នឹងក៏ចាប់ផ្ដើមរលាយបាត់បន្តិចម្ដងរហូតដល់អស់វគ្គនេះអេដមីនពិតជាសំណោះអានខ្លាំងមែនតែននៅសល់ត្រឹមតែសម្លៀកបំពាក់តែប៉ុណ្្នឹងឯងហើយពេលវេលាពេលព្រឹកហ្នឹងក៏បានបណ្ដាលពេលហ្នឹងតួស្រីយើងគាត់បានភ្ញាក់ឡើងអញ្ចឹងគាត់ក៏របៀបថារមើលអានណាដល់ពេលរមើលអានអញ្ចឹងទៅគាត់ក៏រកអត់ឃើញទេអត់ដឹងថាអានហ្នឹងទៅណាបាត់ទេគាត់ក៏របៀបថាងើបនឹងលឿនហើយរត់រកអាននៅក្នុងបន្ទប់គាត់ក៏ថាអានព្រឹកហើយចាប់ក្រោកឡើងដោយសារតែឃើញភួយហ្នឹងក្រព្រោះស្មានតែអានគេគេងវាបើកមកឆាច់អត់មានឃើញអានសោះដល់ពេលអត់ឃើញអញ្ចឹងក៏ធ្វើភ្នែកធំអញ្ចឹងណាហើយក៏ដើររត់រផងអីផងរកអានអញ្ចឹងណាសែករកឲ្យពេញផ្ទះតែម្ដងហើយពេលហ្នឹងក៏ជួបជាមួយតួប្រុសហ្វូជីឆឹងយើងហ្វូជីឆឹងសួរមានអីអានបាត់អត់ឃើញទេពេលហ្នឹងគាត់ក៏បានរត់រពេញតែផ្ទះអញ្ចឹងហើយទៅសួរកូនចៅសួរចុងភៅសួរមេកាអញ្ចឹងថាឯណាអានពេលហ្នឹងទាំងអស់គ្នាហ្នឹងគឺឆ្ងល់ខ្លាំងមែនតើថាអានហ្នឹងជាអ្នកណាពួកគេអត់មានអ្នកគេស្គាល់អានទេដល់ពេលអញ្ចឹងទៅមេកាក៏សួរថាអានជាអ្នកណាគេដល់ពេលអញ្ចឹងទៅតួស្រីយើងក៏អ្នកបារាផ្សេងទៀតហ្នឹងក៏គាត់ឆ្ងល់ដែរថាអានជាអ្នកណាអត់ដឹងថាអានណាទេតួស្រីថាអានជាកូនរបស់ខ្ញុំហើយអ្នកបារាហ្នឹងគាត់ឆ្ងល់ទៀតដែរតែកូនគាត់ពីកាលមកពីណាអីពីណីអត់មានដឹងសោះដល់ពេលអញ្ចឹងទៅគាត់យំតួស្រីយើងគាត់យំថាអត់មានអ្នកគេស្គាល់អានអញ្ចឹងហើយក៏មានអ្នកគេស្គាល់ចំណែកមេកាក៏គាត់ឆ្ងល់ដែរមិនអានហ្នឹងណាគេឆ្ងល់មែនតើហើយតួស្រីយើងនៅពេលដែលមានអ្នកគេស្គាល់អញ្ចឹងគាត់យំគាត់របៀបថាគាត់មិនដឹងហៅធ្វើម៉េចអត់មានអ្នកគេស្គាល់មានអីកូនគាត់អញ្ចឹងហើយគាត់នឹងក៏បានទៅអង្វរព្រះគាត់បានទៅអង្វរថាអានអើយម៉ាក់នៅចាំកូននៅនឹងក្រែងកូនចូលចិត្តមើលផ្កាយណាស់មែនអត់កូនមកម៉ាក់នៅចាំកូនទីនេះមិនទៅណាទេសូមព្រះជាម្ចាស់បកលកូនមកឲ្យខ្ញុំវិញមកហើយដល់ពេលហ្នឹងទៅតួប្រុសរបស់យើងនឹងក៏បានដើរមកមើលឃើញថាតួស្រីរបស់យើងពេលហ្នឹងកំពុងតែយំស្លាប់ស្លិនអង្វរមេឃអង្វរផ្កាយអង្វរព្រះជាម្ចាស់អង្វរដើម្បីឲ្យអានមកគាត់វិញអញ្ចឹងណាហើយគឺថាគាត់របៀបថារន្ធត់ខ្លាំងមែនតើបាត់បង់កូនអញ្ចឹងដែលអត់ដឹងថាទៅណាមូលហេតុអីហើយតួប្រុសរបស់យើងនឹងក៏យកអាវមកគ្របឲ្យថាបានខ្យល់ត្រជាក់ខ្លាំងណាស់ចូលទៅក្នុងវិញទៅតួស្រីនៅតែថាអត់ទេខ្ញុំនឹងចាំអាននៅត្រង់នេះសូមព្រះជាម្ចាស់បកលកូនខ្ញុំឲ្យខ្ញុំវិញមកយើងយំរហូតដល់តតែសន្លប់ឈឹងបាត់ស្មារតីអញ្ចឹងទៅបានតួប្រុសរបស់យើងហ្នឹងណាគឺអាចបីគាត់ចូលទៅក្នុងបន្ទប់បានហើយតួប្រុសរបស់យើងពេលនេះគឺថាស្នោះតួស្រីយើងខ្លាំងមែនតែនគឺតួស្រីរបស់យើងគឺគាត់របៀបថាមនុស្សបាត់បង់ណាហ្វេនគឺគាត់របៀបមកមើលមមីដូចមនុស្សឈួតបាត់ហើយពេលហ្នឹងតួស្រីរបស់យើងគឺបាត់បង់សតិគ្រប់គ្រងខ្លួនឯងលេងកើតហើយគឺហៅរកតែឈ្មោះរបស់អានហើយតួស្រីតួប្រុសយើងក៏បានដើរមកហើយប្រាប់ថាឪពុករបស់តួស្រីយើងមិនឆាយឲ្យតែមើលឪពុករបស់តួស្រីទៅចំណែកតួស្រីគាត់អាចមើលថែបាននិយាយទៅតួប្រុសរបស់យើងគឺគាត់លំបាកថែតួស្រីខាងមែនតើដោយសារតួស្រីពេលហ្នឹងគឺក្លុកខ្លាំងគឺគាត់អត់សុបាយចិត្តហើយតួប្រុសរបស់យើងក៏បានកាន់កៅថ្នាំទៅឲ្យតួស្រីហើយប្រាប់ថាឲ្យញ៉ាំថ្នាំទៅអានប្រាប់ថាឲ្យញ៉ាំថ្នាំតួស្រីរបស់យើងសួរថាអានប្រាប់មែនតួប្រុសក៏ងក់ក្បាលដល់ពេលអញ្ចឹងទៅគេយល់ព្រមផឹកដោយសារអានជាអ្នកឲ្យផឹកអញ្ចឹងណាហើយតួស្រីយើងថាអូយវាពិតជាល្វីងខ្លាំងណាស់តួប្រុសរបស់យើងហ្នឹងណាគឺថា sweet ខ្លាំងមែនតើគឺគាត់បានយកអារេងស្ករគ្រាប់ទៅក្នុងហោប៉ៅអែរបស់គាត់ហើយគាត់ក៏បកឲ្យតួស្រីរបស់យើងឲ្យតួស្រីរបស់យើងញ៉ាំថ្នាំហើយគាត់ក៏ឲ្យស្ករគ្រាប់ទៅបៀនអញ្ចឹងណាតួស្រីរបស់យើងពេលដែលឃើញស្ករគ្រាប់ហុចបាញ់អញ្ចឹងគាត់ក៏ព្រមញ៉ាំថ្នាំចំណែកតួប្រុសរបស់យើងគឺក៏
គាត់រហូតដល់ស្រក់ទឹកភ្នែកចុះបានរបៀបថាសំណោះតួស្រីយើងគឺថាបាត់បង់ស្មារតីដល់ថ្នាក់ហ្នឹងណាដល់អញ្ចឹងទៅឃើញទឹកភ្នែករបស់តួប្រុសយើងហូរចុះមិនឈប់ទេសំណោះតួស្រីរបស់យើងបានហើយពេលហ្នឹងគាត់ក៏ឲ្យស្ករគ្រាប់ទៅបានញ៉ាំនឹងឯងហើយបានហ្នឹងក៏ញ៉ាំទៅដូចលេកឡាក់ហើយថ្ងៃនោះដែរហើយអ្នកបំរើហ្នឹងគាត់បានបោកខោអាវហើយពេលហ្នឹងគាត់ក៏បានស្ទាបមើលនៅក្នុងអាប៉ៅក៏ឃើញរូបគំនូររបស់អានគាត់គូហើយក្នុងពេលហ្នឹងតួស្រីរបស់យើងគឺបាត់បង់ស្មារតីខ្លាំងគាត់ដេញចាញ់គ្មានសល់ទេចេញទៅកុំចូលមកដេញគ្រប់គ្នាតែម្ដងពេលហ្នឹងក៏លើកទៅចំខោអាវបានអានសំទោសដែលជាថ្ងៃចុងក្រោយហើយពេលហ្នឹងតួប្រុសរបស់យើងរត់ចូលមកពេលហ្នឹងតួស្រីយើងក៏របៀបថាដឹងខ្លួនតិចតួចហើយក៏ដេញតួប្រុសចេញទៀតហើយក្នុងពេលហ្នឹងគាត់ក៏ចង្អុលតួប្រុសថាមានតែគេស្គាល់កូនរបស់គាត់អីចឹងចេញទៅកូនខ្ញុំវាមិនបាត់តាណាទេនេះជាការប៉ាត់តួប្រុសយើងគាត់និយាយថាអត់ទេបិទមាត់ទៅមិនមែនទេហើយពេលហ្នឹងអ្នកបម្រើក៏បានយករូបថតរូបអានដែលបានរកឃើញហ្នឹងឲ្យទៅតួប្រុសរបស់យើងហ្នឹងក៏មើលឃើញហើយអីហើយអញ្ចឹងទៅគាត់ក៏បានយករូបគំនូរហ្នឹងទៅឲ្យតួស្រីរបស់យើងមើលនឹងឯងគាត់ក៏បានលុបហៅប៉ៅរបស់គាត់ហ្នឹងទៅហើយក៏ហុចឲ្យតួស្រីរបស់យើងហើយគាត់ក៏ប្រាប់ថានេះជារូបគំនូររបស់អានដែលបានទុកឲ្យមុនពេលដែលបានបាត់ខ្លួនហ្នឹងពេលដែលតួស្រីរបស់យើងបានមើលរូបគំនូរហ្នឹងហើយឃើញថាមានរូបតួប្រុសតួស្រីហើយនឹងរូបក្មេងស្រីម្នាក់ទៀតអញ្ចឹងទៅស្មារតីរបស់តួស្រីរបស់យើងគឺគាត់រៀងត្រឡប់មកវិញបានច្រើនភាគរយខ្លះមែនតើគាត់មើលហើយក៏រំភើបគាត់ថានឹងគឺជារូបកូនស្រីរបស់គាត់នឹងហើយមិនក៏ពួកឯងមិនស្គាល់ហ្នឹងហើយជាកូនស្រីគាត់កូនស្រីគាត់ជាអ្នកគូដោយខ្លួនឯងពេលហ្នឹងអ្នកបំរើក៏គាត់និយាយថាហើយឲ្យទៅតាមតួស្រីរបស់យើងព្រោះឯស្មារតីគេនាងអត់សូវល្អទេពេលហ្នឹងតួប្រុសរបស់យើងក៏គិតថាអានហ្នឹងគិតគូររូបនេះដោយចេតនាដើម្បីទុកឲ្យម្ដាយមើលនឹងឯងពួកគាត់ដឹងថាគាត់ច្បាស់ជាបាត់ខ្លួនអញ្ចឹងហើយឃើញរូបហ្នឹងហើយតួស្រីយើងក៏របៀបថាអារម្មណ៍គាត់ល្អដែរធម្មតាយំនោះនៅតែយំដល់ពេលតួប្រុសរបស់យើងថែតួស្រីរបស់យើងរហូតដល់លក្ខណៈថាអូយសែតខ្លាំងមែនតើគាត់បាក់ទឹកចិត្តខ្លាំងណាស់ដែរអញ្ចឹងគាត់ក៏របៀបអស់សង្ឃឹមអង្គុយបាយខ្នងដាក់តួស្រីហើយត្រង់នេះហើយដល់ពេលដែលតួស្រីរបស់យើងឃើញតួប្រុសយើងគាត់អង្គុយរបៀបហត់នឿយអស់កម្លាំងផងអញ្ចឹងទៅតួស្រីយើងងើបមកហើយក៏អោបតួប្រុសយើងពីក្រោយហើយគាត់ក៏បាននិយាយថាគាត់អរគុណខ្លាំងណាស់ដែលបានមើលថែគាត់កន្លងមកយកគាត់ក្នុងចិត្តថាតួប្រុសរបស់យើងមើលថែគាត់រហូតដល់ស្លេកស្លាំងខ្លាំងណាស់មែនតានហើយពេលហ្នឹងតួប្រុសរបស់យើងគាត់ថាអត់អីទេមែនអត់ពេលហ្នឹងតួស្រីរបស់យើងគាត់យំគាត់អាណិតតួប្រុសយើងហើយពេលហ្នឹងគាត់ក៏និយាយថាយើងរៀបការទៅហើយតួប្រុសរបស់យើងហ្នឹងគាត់ក៏យល់ព្រមរៀបការអញ្ចឹងណាហើយតួស្រីយើងគាត់យំហើយផងហើយទៅថើបតួប្រុសយើងទៅហើយតួប្រុសរបស់យើងនៅពេលដែលគាត់លើទទួលស្រីពពោះរៀបការគាត់ត្រេកអរគាត់គិតថាអាចបន្លប់ទុករបស់តួស្រីយើងបានខ្លះដោយសារតួស្រីរបស់យើងគិតយល់ថារូបដែលអានទុកឲ្យហ្នឹងគាត់ចង់ឲ្យរបៀបថាតួស្រីយើងបង្កើតគ្រួសារហើយមានជាកូនអីអញ្ចឹងណាដើម្បីឲ្យនៅជាមួយនឹងតួស្រីយើងមានសុភមង្គលអីអញ្ចឹងក្នុងពេលហ្នឹងតួប្រុសគាត់មានអារម្មណ៍ថាគាត់សប្បាយចិត្តខ្លាំងមែនតើដល់ព្រោះតួស្រីរបស់យើងគាត់គិតឃើញបែបហ្នឹងដើម្បីគាត់កាត់បន្ថយ stress បានខ្លះដើម្បីកុំឲ្យគាត់បាត់បង់សតិហើយតួប្រុសរបស់យើងហ្នឹងក៏បានអោនទៅថើបតួស្រីរបស់យើងហើយតួស្រីរបស់យើងហ្នឹងក៏របៀបថាពេញចិត្តឲ្យតួប្រុសរបស់យើងគាត់ថើបដែរដោយសារពេលហ្នឹងគឺគាត់ដឹងថាមនុស្សណាល្អជាមួយគាត់ហើយថ្ងៃហ្នឹងក៏គាត់ចេញមកពីចោះតែស៊ីវិលជាមួយនឹងតួប្រុសហើយខ្សាច់រឿងរបស់យើងក៏ឃើញអានចេញមកតួស្រីក៏ថាហេតុអីក៏អានឲ្យគំនូរមកម្ដាយអានក៏និយាយថាព្រោះតែអានស្រឡាញ់ម៉ាក់ប៉ាមើលទៅនោះជាអ្វីនោះជាព្រះអាទិត្យនៅក្នុងគំនូររបស់ខ្ញុំនឹងហើយទៅតួប្រុសរបស់យើងគាត់ថាអូយវាពិតជាស្អាតណាស់នឹងហើយគឺជារូបនៅក្នុងគំនូររបស់តួស្រីអានរបស់យើងបានគូសឲ្យពុកម្ដាយសាច់រឿងរបស់យើងក៏សន្មតថាចប់ដោយបរិបូរណ៍ត្រឹមតែប៉ុណ្ណេះឯងហ្វានសាច់រឿងចុងក្រោយរៀនរកម្មរកោបន្តិចហើយអរគុណសូមជួយចុច Subscribe ឲ្យ admin ម្នាក់មួយផងអរគុណជំរាបលា